នៅក្នុងថ្ងៃរៀបការម្ដងហ្នឹងយើងឃើញថាអ្នកបម្រើរាជវាំងក៏បានមកប្រាប់លោកសីផាតផងដែរថាត្រូវរៀបចំអាហារដើម្បីព្រះរាជាយាទលោកសីផាតក៏បានឲ្យឌុនសុកហ្នឹងនាំអ្នកបម្រើទៅណាចំណែកឯអ្នកបម្រើប្រុសហ្នឹងគឺបានមកប្រាប់ថាមានស្រាក៏ដូចជាអំណោយយ៉ាងច្រើនដើម្បីមកអបអរអ្នកនាងយាយជីនផងដែរអ្នកបម្រើរបស់លោកសីផាតបានល្អផងដែរថាការពីបនសពអត់ឃើញមុខទេប៉ុន្តែក៏លើថាព្រះរាជាយាទយើងមកហ្នឹងគឺមនុស្សមកច្រើនមែនតើជំរាបសួរសួស្តីប្រិយមិត្តទាំងអស់គ្នាជាទីមេត្រីវិលមកវិញហើយជាមួយនឹងអេដមីនអាជីពបន្តមុននឹងចូលដល់សាច់រឿងយើងកុំភ្លេច like ក៏ដូចជា subscribe ដាក់រូបសញ្ញាកណ្ដឹងឲ្យអេដមីនម្នាក់មួយផងអរគុណច្រើនយាយជីនបានសម្លឹងមើលចិញ្ចៀនផ្កាស្មៅរបស់នាងស្របពេលដែលកាន់សុកហ្នឹងគឺបានដើរចូលមកកាន់សុកបានសរសើរថាឈុតសម្លៀកបំពាក់រៀបការហ្នឹងពិតជាស្រស់ស្អាតមែនតើយាយជីនបាននិយាយផងដែរថាមើលទៅដូចជាមិនសប្បាយចិត្តឲ្យអ្នកមានការទេមែនទេប៉ុន្តែកាន់សុកគាត់ជាក្មេងឆ្លាតក៏បាននិយាយថាការពិតទៅនៅក្នុងគ្រួសារមានវិធីមង្គលបែបហ្នឹងគឺសប្បាយចិត្តមែនតើកាន់សុកបានប្រាប់ថាគាត់គ្រាន់តែស្ដាយនៅពេលដែលគាត់មិនអាចចាប់ត្រីជាមួយនឹងបុរសម្នាក់នោះនៅថ្ងៃបុណ្យខែឧសភាតែប៉ុណ្ណោះយាយជីនបានសួរថាតើក្មួយប្រុសនៅចាំមែនទេហើយកាន់សុកបាននិយាយផងដែរថាគាត់ប្រកាសជាចាំរហូតទៅចំណែកឯប៊ូកើមហ្នឹងគឺគាត់ក៏បានសម្លឹងមើលចិញ្ចៀនផ្កាស្មៅហ្នឹងផងដែរថែមទាំងពិបាកចិត្តមែនតើប៉ុន្តែគាត់ក៏ធ្វើការដោយសពដងផងដែរស៊ឺយោអានេះវិញហ្នឹងគាត់ក៏បានពាក់ស្រោមជើងដែលជាកាដូរបស់ដូរីនឹងឯងហើយក៏បាននឹកឃើញសម្ដីរបស់នាងបាននិយាយថាដូរីនឹងដាក់បញ្ចូលនៅក្នុងភួយរៀបការហ្នឹងស៊ឺយោប្រកាសជាមុតជាមិនខានប៉ុន្តែស៊ឺយោហ្នឹងគឺបានត្រឹមតែគិតនៅពីសម្ដីរបស់នាងព្រមទាំងអាឡ័យតែប៉ុណ្ណោះហើយបើកូនទី2ហ្នឹងក៏បានសម្លឹងមើលស្នៀតសក់ដែរស៊ឺយោទិញឲ្យផងដែរនាងក៏បានរក្សាទុកព្រោះថាពេលនោះកូនបើគឺបានហៅគាត់ឲ្យនិយាយថាក្បួនរបស់ហាណាហ្នឹងគឺបានមកបបួលពួកយើងទៅហើយថាទៅដូរីហ្នឹងក៏បានពាក់ស្រោមជើងដែលមានរូបមេអំបៅម្ខាងផងដែរដូចជាគូស្នេហ៍ជាមួយនឹងស៊ឺយោអញ្ចឹងសុំដុកគឺបានមើលការខុសត្រូវក៏ដូចជារៀបចំអាហារនៅផ្ទះបាយស្របពេលអ្នកបម្រើបានមកប្រាប់ផងដែរថាលោកស្រីដែលជាប្រពន្ធមេសាំងឈុនព្រមទាំងកូនស្រីនឹងបានមកដល់ហើយសូម្បីតែសម្ដេចយ៉ាងកាន់ចានឹងក៏បានមកដល់ផងដែរបន្ទាប់ពីលោកស្រីផាតនឹងបានមកជួបជាមួយនឹងកូនស្រីយើងឃើញថាតួប្រុសស្រីនឹងគឺសម្លឹងមើលមកគ្នាដោយលោកស្រីផាតបានធ្វើការគ្រប់ម្ដាយហាណាហើយបានប្រាប់ថាសូមឲ្យសូនដុកនឹងនាំស្រីស្រីទៅកាន់បន្ទប់តែងខ្លួនចំណែកឯសម្ដេចយ៉ាងកាន់ចានឹងគឺទៅបន្ទប់មួយទៀតហើយចំណែកឯគាត់នឹងគឺនាំលោកស្រីម្ដាយហាណាទៅកន្លែងបន្ទប់អង្គុយរងចាំសិនគ្រាន់តែបើបន្ទប់ចូលទៅភ្លាមអ្នកដែលសប្បាយចិត្តជាងគេគឺកូនបើបាននិយាយថាវាពិតជាស្រស់ស្អាតខ្លាំងមែនតើតើខ្ញុំគួរហៅអ្នកនាង Lady Joyu ឬក៏អ្នកនាងស៊ុនដុកគឺបានប្រាប់ថាឲ្យហៅស៊ុនដុកធម្មតាទៅជាពិសេសហ្នឹងកូនបើបាននិយាយថានាងនឹងសរសេរប្រឡោមលោកតាក់ទងជាមួយនឹងទូស្រីរបស់យើងធ្វើជាទូឯកទៀតផងបើនិយាយទៅអនាគតសាច់ថ្លៃគេនិយាយត្រូវដងត្រូវផ្លែគ្នាណាលើកលែងតែដូរីតែប៉ុណ្ណោះដែលអង្គុយយ៉ាងកំសត់នោះអ្នកបម្រើគេបានរៀបចំកម្មវិធីហោហាចំណែកឯអ្នកនាងយាយជីនហ្នឹងគឺកំពុងតែស្លៀកពាក់ក៏ប៉ុន្តែមិនសូវសប្បាយចិត្តនោះទេលើកលែងតែកូនបើតែប៉ុណ្ណោះដែលនាងសប្បាយចិត្តខ្លាំងមែនតើហើយសូម្បីដូរីហ្នឹងក៏បានផាត់មុខធម្មតាអ្នកប្រុសស៊ឺយ៉ូហ្នឹងគឺត្រូវបានក្រែស្នែងសាយមកហើយសូម្បីតែសូនគូហ្នឹងក៏បានស្លៀកពាក់នៅក្នុងឈុតកូនកំឡោះមកផងដែរហើយនិស្សិតលេខ16ហ្នឹងក៏បានចាក់ចេញពីផ្ទះរបស់គាត់មកផងដែរលោកម្ចាស់គីមព្រមទាំងមន្ត្រីគ្នារបស់គាត់ហ្នឹងគឺបានមកជួបតួប្រុសហើយនិយាយសួរសុខទុក្ខតួប្រុសផងដែរយុនវូគឺបានសួរចំអកថាតើលោកម្ចាស់គីមហ្នឹងមកលឿនខ្លាំងម្ល៉េះព្រោះថាមិនទាន់ដល់ពេលចាប់ផ្ដើមកម្មវិធីនោះទេលោកម្ចាស់គីមហ្នឹងបានប្រាប់ថាគាត់ហ្នឹងគឺជាចៅហ្វាយក្រុងទាំងមូលដូច្នេះហើយកំមុំចាស់រៀបការហ្នឹងគឺជាកម្មវិធីធំគាត់ត្រូវតែមកលឿនអញ្ចឹងហើយតួប្រុសហ្នឹងគឺបានយកដៃឯលកជាហើយនិយាយថាក៏ប៉ុន្តែកាលពីប្រហែលខែមុនលោកដូចជាមិនខ្វល់នោះទេមើលទៅលោកម្ចាស់ខ្វល់នៅពេលនេះនៅពេលដែលមានលទ្ធផលតែប៉ុណ្ណោះលោកម្ចាស់គីមសើចមិនសូវសមដែរណាស្របពេលដែលអ្នកបម្រើបាននិយាយផងដែរថាកូនកំឡោះហ្នឹងមកដល់ហើយកូនកំឡោះមកដល់គេត្រូវតែកន្លងភ្លើងដើម្បីលាងនៅឧបទ្រពចង្រៃស្របពេលដែលតួប្រុសហ្នឹងគឺបាននឹកឃើញថាមុខមាត់របស់គេហ្នឹងគឺជាកំឡោះដែលចាប់ដៃរបស់ដូរីនឹងឯងហើយគេហ្នឹងគឺជាគូជាមួយដូរីអូបងនៅក្បែរហ្នឹងបានប្រាប់ផងដែរថាកូនប្រុសរបស់លោកម្ចាស់ក្រសួងការពារជាតិហ្នឹងស្រស់សង្ហាមែនតើដូចជាពាក្យចាមរាមអញ្ចឹងបន្ទាប់មកទៀតស៊ុនគូក៏បានមកដល់ផងដែរដោយកន្លងភ្លើងដូចគ្នាលោកម្ចាស់គេមកគឺបានចំណែនស៊ុនគូដែលនិយាយថាមើលចោះពីមុនមកហ្នឹងគេគឺមុខបែបហ្នឹងឥឡូវកាន់តែសាហាវទៀតហើយព្រោះថាបងស្រីរបស់គេរៀបការជាមួយនឹងកូនប្រុសរបស់លោកម្ចាស់ចូលចំណែកឯខ្លួនឯងហ្នឹងបានធ្វើជាបងថ្លៃរបស់ព្រះរាជាយាទណាមើលទៅគេប្រហែលជាកើតមកហ្នឹងជាមួយនឹងបុណ្យសំណាងខ្លាំងមែនតើលោកម្ចាស់គីមហ្នឹងបន្តទាំងរបៀបឈ្នានីសថាប៉ុន្តែណាទៅដឹងទៅជួនកាលលៀបសំណាងហ្នឹងអាចបាត់បង់យប់ហ្នឹងក៏ថាបានដែរបន្ទាប់មកលោកម្ចាស់គីមហ្នឹងបានសួរថាចុះឯណាកូនកំឡោះទី3នោះទូប្រុសបាននិយាយថាគេប្រកាសជាមកឆាប់ហ្នឹងចូលទៅក្នុងហើយរងចាំសិនទៅលោកម្ចាស់គីមបានឆ្លើយរបៀបឌឺដងវិញផងដែរថាអូមិនអីទេលោកម្ចាស់ខ្ញុំនឹងចូលទៅខាងក្នុងហើយនឹងរងចាំមើលថាតើសម្ដេចយ៉ាងកាន់ចារៀបចំអាពាហ៍ពិពាហ៍ល្អបែបណាទូប្រុសបានបញ្ជាឲ្យអូបងទៅរកមើលថានិស្សិតលេខ16នៅឯណាទៅព្រោះថាមិនទាន់ឃើញគេនឹងបង្ហាញខ្លួនសោះនាងតូចបុកហីនឹងបានប្រាប់ថាកូនកំឡោះបានមកដល់ហើយទាំងហើយអ្នកតែងខ្លួនគេបានយកផ្កាមកដាក់លើក្បាលរបស់កូនស្រីពីរនាក់ហ្នឹងណាលើកលែងតែយាយជីនតែប៉ុណ្ណោះដែលនាងនឹងគឺបានបាត់ខ្លួនតែម្ដងលោកស្រីផាកបានចូលមកសួរថាមានរឿងអីកើតឡើងអ្នកបម្រើបានប្រាប់ផងដែរថាអ្នកនាងយាយជីនហ្នឹងគឺបានប្រាប់ខ្ញុំថាត្រូវទៅបន្ទប់ទឹកក៏ប៉ុន្តែអត់ឃើញទេគឺបាត់ពីបន្ទប់ទឹកហ្នឹងតែម្ដងអ្នកបម្រើលោកស្រីផាកបានប្រាប់ផងដែរថាគាត់ហ្នឹងគឺព្យាយាមរកគ្រប់កន្លែងហើយប៉ុន្តែមិនឃើញទេឃើញតែសម្បត្តិនៅលើតុហ្នឹងឯងលោកស្រីផាកក៏បានបើកអាងសម្បត្តិដល់យាយជីនហ្នឹងបានសុំទោសម្ដាយហើយប្រាប់ថានាងមិនអាចរៀបការជាមួយមនុស្សដែលនាងមិនស្រឡាញ់នោះទេនាងគឺមានមនុស្សម្នាក់ដែលនាងពេញចិត្តបាត់ទៅហើយទូស្រីរបស់យើងហ្នឹងក៏បានចូលមកដល់ប្រាប់ថាអ្នកម៉ែព្រះអង្គម្ចាស់រាជទាយាទហ្នឹងគឺបានយាងមកដល់ហើយស្របពេលដែលនាងមិនបានដឹងនោះទេហើយក៏បានសួរថាមានរឿងអីកើតឡើងតើយាយជីននៅឯណាហើយយើងឃើញថាយាយជីនហ្នឹងកំពុង
ងតែរត់ឆ្លងភ្នំឆ្លងព្រៃដើម្បីទៅជួបជាមួយនិស្សិតកសិករប៊ូកើមនឹងឯងស៊ូនដុកបានឲ្យយោបល់ម្ដាយក្មេកថាគួរតែពន្យាពេលការរៀបការរបស់យាយជីនដោយទូថ្វាយព្រះរាជាយាថានាងមិនស្រួលខ្លួនព្រោះថាទោះបីយ៉ាងណាព្រះរាជាយានឹងទ្រង់មិនប្រកាន់ទេដោយសារទ្រង់មិនរៀបការបងប្អូនថ្លៃរបស់ទ្រង់តែប៉ុណ្ណោះលោកសៃផាកបានស្ដីឲ្យកូនប្រសាថាតើគាត់នឹងចង់រៀបការកូនស្រីមេសាំងឈុននឹងតទេមែនទេព្រោះអ្វីៗដែលគាត់ខំរៀបចំនឹងគឺដើម្បីយាយជីននឹងឯងទូស្រីរបស់យើងបានសារភាពផងដែរថាគាត់ដឹងយាយជីននឹងគឺមានមនុស្សដែលខ្លួនឯងស្រឡាញ់លោកសៃផាកក៏បានតបផងដែរថាគាត់មិនមែនមិនដឹងនោះទេប៉ុន្តែគាត់មិនអាចយល់ព្រមឲ្យយាយជីននឹងរៀបការជាមួយមនុស្សឈួតលីលាបែបហ្នឹងនោះឡើយទូស្រីបាននិយាយផងដែរថាការរៀបការនឹងគឺជាការសម្រេចចិត្តដ៏ធំមួយនៅក្នុងជីវិតរបស់យាយជីនហើយវាក៏ជាការរស់នៅដែលមិនស្ដាយក្រោយផងដែរដូច្នេះហើយសូមអ្នកម៉ែនឹងលើកលែងឲ្យយាយជីនទៅលោកសៃផាកបាននិយាយផងដែរថាគាត់ដឹងច្បាស់ណាស់កូនស្រីរបស់គាត់នឹងមិនអាចរស់នៅជាមួយនឹងភាពក្រីក្របាននោះទេប្រកាសណាស់គេនឹងត្រឡប់មកវិញជាមិនខាននៅថ្ងៃណាមួយអ៊ីឡែននេះគឺមិនមែនភាពក្លាហាននោះឡើយគឺជាភាពល្ងងព្រោះយាយជីននឹងបានគិតថាស្នេហាគឺវាធំធេងក៏ប៉ុន្តែនៅពេលដែលគ្មានអីស៊ីនឹងច្បាស់ណាស់ប្រកាសជាដឹងហើយថាស្នេហាគ្មានន័យនោះទេជុនដុកបានសួរថាប៉ុន្តែធ្វើរបៀបណាទៅព្រោះថាព្រះរាជាយានឹងគឺបានមកដល់ហើយលោកសៃផាកបាននិយាយថាកម្មវិធីត្រូវតែបន្តហើយត្រូវទៅរកយាយជីននឹងឲ្យឃើញនៅពេលដែលចូលបន្ទប់សន្តំណេកអ្នកបម្រើលោកសៃផាកបានមកប្រាប់ទៀតហើយថាព្រះរាជាយានឹងគឺបានយាងមកដល់ហើយព្រោះថាម្ដាយក្មេកទូស័យរបស់យើងដាច់ខាតត្រូវចេញទទួលភ្ញៀវអញ្ចឹងណាហើយលោកសៃផាកនឹងក៏បានបញ្ជាឲ្យអ្នកបម្រើមកជុំគ្នាផងដែរចំណែកឯព្រះរាជាយានឹងគឺបានយាងចូលមកដល់ហើយលោកម្ចាស់គីមនឹងយកមកបាត់មែនតែនបាននិយាយទូថ្វាយថាបាទគុំព្រះរាជាយាសូមអនុញ្ញាតឲ្យទូបង្គំធ្វើជាអ្នកនាំផ្លូវប៉ុន្តែព្រះអង្គម្ចាស់រាជាយានឹងបានទូថ្វាយថាយើងមកនេះគឺមើលការរៀបចំរបស់សម្ដេចយ៉ាងកាន់ចាព្រោះថាសម្ដេចយ៉ាងកាន់ចាគឺជាអ្នកដែលរៀបចំអាពាហ៍ពិពាហ៍មួយនេះដូច្នេះហើយបាទសម្ដេចយ៉ាងកាន់ចាគឺជាអ្នកនាំផ្លូវនឹងគឺវាប្រសើរជាងប៉ុន្តែអេដមីនគឺសរសើរលោកម្ចាស់គីមគាត់មុខក្រាស់ខ្លាំងតែម្ដងណាគឺស្មើថេងលោកសៃផាកគឺបានបញ្ជាឲ្យកូនចៅទៅនាំយាយជីនត្រឡប់មកវិញនៅក្នុងរយៈពេល2ម៉ោងព្រោះថាផ្ទះរបស់ប៊ូកើមនឹងលោកសៃផាកក៏បានស្គាល់ផងដែរថាវានៅក្បែរផ្ទះរបស់ឪពុកម្ដាយគាត់ចំណែកអ្នកបម្រើចំណិតលោកសៃផាកឯនេះវិញនឹងគឺចូលទៅព្រះរាជវាំងដើម្បីស្នើយកសម្លៀកបំពាក់របស់កូនកំមុំមកឈុតទៀតទូស័យបាននិយាយផងដែរថាអ្នកម៉ែគឺយើងបោកទំនុកចិត្តកូនប្រុសរបស់លោកមន្ត្រីក្រសួងការពារជាតិហើយចុះបើគេដឹងគិតធ្វើយ៉ាងណាលោកសៃផាកបាននិយាយថាកុំបារម្ភអីគាត់នឹងទទួលរ៉ាប់រងក៏បានបញ្ជាឲ្យទូស័យរបស់យើងនាំកាន់សុកមកឲ្យគាត់នៅសាលប្រជុំធំបន្ទាប់មកទៀតនឹងលោកសៃផាកគឺបាននាំកាន់សុកទៅជួបជាមួយនឹងព្រះរាជាយានឹងឯងព្រះរាជាយានឹងបានមានបន្ទូលថាតាមដែលយើងបានលើកមកអំពីសម្ដេចយ៉ាងកាន់ចាចៅប្រុសរបស់លោកស្រីនឹងគឺជាក្មេងប្រុសដ៏ឆ្លាតថែមទាំងមានទឹកចិត្តល្អទៀតផងលោកសៃផាកគឺបានទទួលយកនៅពាក្យសរសើរនឹងដោយព្រះរាជាយានឹងបានមានបន្ទូលបន្តផងដែរថានៅពេលដែលឃើញមង្គលការបែបហ្នឹងធ្វើឲ្យទ្រង់បាននឹកឃើញការពី8ឆ្នាំមុននៅពេលដែលព្រះរាមរបស់យើងនឹងបានរៀបអភិសេកជាមួយសម្ដេចយ៉ាងកាន់ចាយុនវូបានទូលសួរថាតើថ្ងៃរៀបការនោះព្រះរាជាយានឹងបាននៅក្បែរនឹងដែរមែនទេព្រះរាជាយាបានមានបន្ទូលថាថ្ងៃនោះយើងបានឮមកព្រះរាមរបស់យើងនឹងគឺមិនទាន់បានសើអ្វីនោះទេអញ្ចឹងហើយនៅថ្ងៃនោះយើងក៏បានយកនំយ៉ាក់វ៉ាទៅថ្វាយព្រះរាមបកសម័យទៅវិញលោកសៃផាកក៏បាននឹកឃើញផងដែរនៅពេលហ្នឹងគឺគាត់បានយកនំដែលមានថ្នាំពុលហ្នឹងទៅដាក់បន្លំជាមួយនឹងព្រះស្ងោរក៏ដូចជានំណែកថ្វាយព្រះរាជាយានឹងឯងតាមពិតទៅលោកសៃផាកនឹងឯងគឺជាអ្នកបំពល់នោះហើយគាត់គឺបានទូថ្វាយស្នំឯកផាកផងដែរថាគេមិនអាចរកឃើញអំពីផុសតាមថ្នាំពុលនោះទេព្រះរាជាយាបានមានបន្ទូលទាំងសោកសង្រែងថាមិនសមណាថ្ងៃដែលព្រះរាមរបស់យើងសពតិសោយនំហ្នឹងគឺជាថ្ងៃចុងក្រោយដែលទ្រង់បានសោយទីបង្គត់សោះសំខាន់នេះម្ដាយក្មេកទូស័យជាអ្នកធ្វើប៉ុន្តែធ្វើដោយខ្លួនឯងនឹងអត់ដឹងរឿងអញ្ចឹងបាននិយាយជាមួយទូប្រុសថាគាត់ទៅតែដឹងថាកាលពី8ឆ្នាំមុនមានរឿងបែបហ្នឹងកើតឡើងព្រះរាជាយានឹងពិតជាមានបុណ្យវាសនាល្អមែនតើទូប្រុសនឹងបានសួរថាបុណ្យវាសនាល្អមែនទេម្ដាយក្មេកទូស័យបាននិយាយផងដែរថាគ្រប់យ៉ាងគឺជាអតីតកាលទៅហើយព្រោះថាព្រះរាជានឹងគឺទ្រង់សពតិបិទរឿងនឹងចោលដើម្បីកុំឲ្យប៉ះពាល់ដល់ព្រះអង្គចាស់ជីងសឹងយុនវូបានសួរថាតើលោកស្រីគិតមែនទេថាព្រះរាជានឹងបិទរឿងទាំងអស់ហ្នឹងដោយសារតែព្រះអង្គចាស់ជីងសឹងតាមការពិតព្រះរាជាគឺទ្រង់យកទៅដល់ខ្មោចកូនប្រុសរបស់លោកស្រីតែប៉ុណ្ណោះកាលពី8ឆ្នាំមុននោះដោយសារតែភាពស្មោះត្រង់របស់កូនប្រុសលោកស្រីទើបធ្វើឲ្យព្រះរាជានឹងអត់ឱនទៅឲ្យតកោផាកនេះគឺដោយសារតែបារមីភាពស្មោះត្រង់របស់កូនប្រុសលោកស្រីតែប៉ុណ្ណោះហើយទូប្រុសនឹងក៏បានចាក់ចេញទៅវិញដែលធ្វើឲ្យលោកស្រីផាកនឹងគឺបានភ្លឺភ្នែកតែម្ដងសារនេះទូស្រីនឹងគឺគាត់នៅមិនសុខទេក៏បានគិតថាគាត់ត្រូវប្រាប់ទៅកាន់កូនប្រុសរបស់លោកមន្ត្រីក្រសួងការពារជាតិនឹងព្រោះថាគាត់គឺជាចៅមហាចំណែកឯនិស្សិតលេខ16នឹងគឺបានរៀបការរួចបាត់ទៅហើយដោយគេប្រតិកម្មអូបងផងដែរថាគេនឹងគឺមិនអាចប្រាប់បាននោះទេគឺគាត់នឹងបានរៀបការមុនមួយថ្ងៃជាមួយនឹងក្មួយស្រីរបស់លោកម្ចាស់គីមនឹងឯងលោកម្ចាស់គីមនឹងគឺបានបញ្ជាមិនឲ្យគាត់មកនោះឡើយអូបងក៏បានយករឿងនិស្សិតលេខ16នឹងមកពិភាក្សាជុំគ្នាជាមួយនឹងទូប្រុសរបស់យើងស៊ុនគូបាននិយាយថានិស្សិតលេខ16នឹងគឺបោកអ្នកនាងដូរីមែនទេហើយរៀបការជាមួយមនុស្សស្រីផ្សេងទៀតស៊ឺយកនៅក្បែរនឹងគឺខឹងតែម្ដងណាថាដូរីនឹងគឺជាមនុស្សល្អមែនតែនហេតុអីបានជាមនុស្សប្រុសចោលមកសៀតធ្វើបាបនាងបែបហ្នឹងមិនសមទេគឺមួម៉ៅខឹងមែនតែនណាស៊ឺយកបាននិយាយបន្តទាំងខឹងថាមុនថ្ងៃរៀបការមិនប្រងប្រាប់ទេធ្វើបែបហ្នឹងគឺចង់បំផ្លាញគេឈ្មោះរបស់ដូរីហើយស៊ូនដុកគឺបាននិយាយទៅកាន់ស៊ឺយកផងដែរថាកូនកំមុំរបស់លោកនឹងក៏បានបាត់ខ្លួនផងដែរអូបងបានសួរថាតើលោកស្រីមកឈរចាំតាំងពីពេលណាហ្នឹងយិនវូបានសួរថាតើទូស្រីរបស់យើងនិយាយអំពីអ្វីទូប្រុសបានសួរថាតើមានរឿងអ្វីកើតឡើងហើយស៊ុនដុកនឹងក៏បានអង្គុយចោលឲ្យប្រាប់ថា
ប្អូនថ្លៃស្រីរបស់នាងហ្នឹងគឺបានរត់បាត់ទៅហើយលើបែបនេះស៊ុនគូបានសួរថាតើមានអ្វីកើតឡើងហើយមង្គលការគិតបែបណាអូបងវិញបាននិយាយថាគួរឲ្យអ្នកសម្ដេចយ៉ាងកាញ្ចាមែនតើព្រោះថាមង្គលការត្រូវបានបរាជ័យប៉ុន្តែអ្នកបម្រើនៅចិត្តហ្នឹងគឺបានប្រាប់ថាខ្លួនឯងអ្នកបម្រើទេទៅគិតគូរអីអំពីម្ចាស់ដែលជាអភិជននោះទូស្រីបានសុំទោសស៊ឺយ៉ោហើយប្រាប់ថាមិនអាចរៀបការបានទេថ្ងៃនេះប៉ុន្តែនាងក៏បានជាឃើញស្រោមជើងរបស់គេហ្នឹងគឺមានប៉ាក់មេអំម៉ៅដូចជាស្រោមជើងរបស់ដូរីអញ្ចឹងបាននិយាយទៅស៊ឺយ៉ោក៏សប្បាយចិត្តមែនតើលើកលែងតែស៊ុនគូតែប៉ុណ្ណោះក៏បាននិយាយថាបើសិនជាគាត់មិនបានរៀបការថ្ងៃនេះទេកូនពៅប្រកាសជាខូចចិត្តខ្លាំងជាមិនខានប៉ុន្តែស៊ុនដុកព្រមទាំងយុនវូហើយនឹងស៊ឺយ៉ោហ្នឹងគឺបាននិយាយព្រមគ្នាថាបើអត់បានរៀបការហ្នឹងកាន់តែល្អនៅពេលដែលនិយាយបែបហ្នឹងព្រមគ្នាធ្វើឲ្យពួកគេហ្នឹងគ្រប់គ្នាឆ្ងល់តែម្ដងណាទូប្រុសបាននិយាយផងដែរថាគាត់ហ្នឹងគឺបានដឹងហើយថាអ្នកនាងយាយជីនហ្នឹងគឺគូជាមួយនឹងនិស្សិតលេខ24ចំណែកអ្នកប្រុសស៊ឺយ៉ោហ្នឹងគឺជាគូព្រេងជាមួយអ្នកនាងដូរីគ្រាន់តែលើបានដឹងភ្លាមគឺស៊ឺយ៉ោសប្បាយចិត្តមែនតើគាត់បាននិយាយសារភាពថាគាត់ហ្នឹងគឺស្រឡាញ់ដូរីខ្លាំងណាស់ស៊ុនដុកបាននិយាយយកស្រាប់ដូចគ្នាផងដែរថាការពិតទៅដូរីហ្នឹងក៏ស្រឡាញ់អ្នកប្រុសស៊ឺយ៉ោផងដែរទូប្រុសបានសួរទូស្រីថាមូលហេតុអ្វីបានជានាងដឹងអញ្ចឹងស៊ុនដុកគឺបានចង្អុលទៅស្រោមជើងរបស់ស៊ឺយ៉ោហើយប្រាប់ថាដូរីហ្នឹងក៏មានមកគូអញ្ចឹងផងដែរដែលធ្វើឲ្យគ្រប់គ្នាបានស្ដីឲ្យគេថាមូលហេតុអ្វីបានជាគេហ្នឹងរៀបការគូផ្សេងគ្នាទេបែរជាពាក់ស្រោមជើងហ្នឹងគូគ្នាទៅវិញស៊ឺយ៉ោបានប្រាប់ផងដែរថាគាត់រៀបការហ្នឹងតាមបំណងគ្រួសារតែប៉ុណ្ណោះប៉ុន្តែឥឡូវហ្នឹងគឺគាត់អារម្មណ៍ល្អមែនតើនៅពេលដែលការរៀបការមិនបានសម្រេចស៊ុនគូគាត់ខឹងម្ដងហើយគាត់បាននិយាយថាបើមិនចង់រៀបការហេតុអីបានតែ5អញ្ចឹងព្រោះថាធ្វើឲ្យអាពាហ៍ពិពាហ៍របស់គាត់ព្រមទាំងកូនពៅមិនបានសម្រេចដែរនោះស៊ុនគូគឺគាត់ខឹងមែនតើគាត់បាននិយាយថាអ្នកប្រុសគឺអាត្មានិយមខ្លាំងណាស់ធ្វើឲ្យខ្ញុំហ្នឹងខូចបេះដូងអស់ហើយយុនវូគាត់បានគិតថាពីគូហ្នឹងពិតជាស័ក្តិសមជាមួយគ្នាមែនតើដែលជាបុព្វេសន្និវាសក៏ប៉ុន្តែធ្វើមិនអាចរៀបការបានទៅព្រោះថាតម្រូវឲ្យមាន3គូនោះដូច្នេះហើយទូស្រីរបស់យើងហ្នឹងគឺបាននិយាយថាមង្គលការតែបន្តយុនវូបានប្រាប់ថាប៉ុន្តែយើងមានតែ2គូតែប៉ុណ្ណោះស៊ុនដុកបាននិយាយថាគូទី3ហ្នឹងគឺអ្នកនាងយាយជីនព្រមទាំងនិស្សិតលេខ24ហ្នឹងឯងធ្វើឲ្យទូប្រុសនឹកឃើញពីសម្ដីដែលប៊ូកើមហ្នឹងបានបដិសេធការរៀបការណាហើយយើងឃើញថាយាយជីនហ្នឹងគឺបានមកជួបជាមួយនឹងប៊ូកើមនៅក្នុងឈុតសម្លៀកបំពាក់កូនក្រមុំយាយជីនបានសួរទៅប៊ូកើមថាមូលហេតុអ្វីបានជាគាត់មិនរៀបការប៊ូកើមបានសារភាពថាមកពីក្រៅយាយជីនហ្នឹងគឺគាត់មិនអាចរៀបការបាននោះទេហើយយាយជីនហ្នឹងក៏ដូចគ្នាដែរក្រៅពីប៊ូកើមហ្នឹងគេមិនអាចរៀបការបានដូចគ្នាស៊ុនដុកបានប្រាប់ផងដែរថាផែនការរបស់នាងដាច់ខាតត្រូវរៀបការ3គូស៊ុនដុកក៏បានប្រាប់ពួកគេឲ្យមកជុំគ្នាដោយខ្សឹបប្រាប់ថាដាច់ខាតអ្នកបម្រើហ្នឹងត្រូវតែហៅយាយជីនព្រមទាំងនិស្សិតហ្នឹងត្រឡប់មកវិញស៊ុនគូបាននិយាយថានាងរត់ចោលមង្គលការហើយមិនអាចត្រឡប់មកវិញនោះទេក៏ប៉ុន្តែទូស្រីបាននិយាយផងដែរថានាងនឹងផ្ដាំផ្ញើអ្នកបម្រើថាស៊ុនដុកនឹងជួយឲ្យយាយជីនហ្នឹងរៀបការជាមួយនឹងនិស្សិតលេខ24ហ្នឹងឲ្យបានសមបំណងតាមប្រាថ្នាលើបែបហ្នឹងយាយជីនប្រកាសជាត្រឡប់មកវិញទូប្រុសបាននិយាយផងដែរថាបើទូត្រឡប់មកវិញហ្នឹងក៏មិនទាន់កម្មវិធីការដែរទូប្រុសនឹងចង់ទូថ្វាយព្រះរាជាតាមដំណើររឿងណារៀបការតែ2គូសិនទៅប៉ុន្តែទូស្រីបាននិយាយថាដាច់ខាតធ្វើអញ្ចឹងអត់បានទេព្រោះថាម្ដាយក្មេករបស់នាងប្រកាសជាមិនអាចយល់ព្រមនោះឡើយគោលបំណងរបស់គាត់ហ្នឹងគឺចង់ឲ្យយាយជីនរៀបការជាមួយនឹងកូនមន្ត្រីក្រសួងការពារជាតិនឹងឯងបើមិនបានរៀបការជាមួយគេនឹងទេគឺមិនអាចកើតឡើងនោះឡើយអញ្ចឹងហើយផែនការរបស់ទូស្រីរបស់យើងធ្វើមិនក៏ដោយតែបាន3គូដើម្បីរៀបចំកម្មវិធីនឹងឲ្យហើយពេលដែលចូលបន្ទប់សន្តិនិកធ្វើមិនក៏ដោយឲ្យយាយជីនត្រឡប់មកវិញឲ្យតាន់ពួកគេនឹងគឺបានយល់ស្របដោយទូប្រុសបានសួរផងដែរថាចោះយើងទៅរកគូណាដើម្បីជំនួសកម្មវិធីហ្នឹងទូស្រីបាននិយាយថានៅក្នុងប្រឡោះបន្ទប់មួយហ្នឹងគឺយើងអាចដាក់អ្នកផ្សេងបានចាំពេលសន្តិនិកចាំដាក់កូនកន្លោះកំមុំពិតយុនវូបានសួរថាណាគេគឺប្រឡំធ្វើជាកូនកំឡោះដោយទូស្រីរបស់យើងនឹងបានសម្លឹងមើលមុខអូបងតែម្ដងឲ្យអូបងនឹងធ្វើជំនួសបន្ទាប់មកទូស្រីនឹងក៏បានឲ្យអូបងទៅរកសម្លៀកបំពាក់កូនកំឡោះនឹងឯងបន្ទាប់មកនាងក៏បានណែនាំ3គូនឹងផងដែរគឺជួរទី1ត្រូវឲ្យស៊ឺយ៉ោចូលបន្ទាប់មកទី2គឺលោកម្ចាស់ស៊ុនគូហើយទី3ហ្នឹងគឺជាអូបងជំនួសនឹងឯងទូស្រីបានផ្ដាំផងដែរថាដាច់ខាតបន្ទាប់ពីកម្មវិធីចប់ហ្នឹងគឺស៊ឺយ៉ោមិនត្រូវចូលខុសបន្ទប់នោះឡើយដោយនាងបានចងកណាត់ចំណាំផងដែរយុនវូក៏បានរំលឹកពួកគេទាំងពីរនាក់ផងដែរថាដាច់ខាតមិនត្រូវទម្លាក់របាំងមុខនោះទេជាពិសេសនៅចំពោះមុខលោកស្រីផាកព្រមទាំងលោកម្ចាស់គីមទូស្រីហ្នឹងគឺបាននិយាយជាមួយទូប្រុសទាំងពីរនាក់ដោយប្រាប់ថាចុះបើស្ថានភាពប្រែប្រួលតែពួកយើងគិតបែបណាយាយជីនគឺបានបបួលប៊ូកើមរត់តែម្ដងណាព្រោះនាងបានប្រាប់ផងដែរថាម្ដាយរបស់នាងប្រកាសជាបញ្ជូនកូនចៅមកចាត់នាងទៅវិញទូស្រីហ្នឹងក៏បានបន្តប្រាប់ទៅកាន់ទូប្រុសផងដែរថាកុំបារម្ភអីគាត់គឺជាកម្ពុជាចៅមហាដូចគ្នាដូច្នេះហ្នឹងគឺគាត់អាចចាត់ចែងទៅលើកូនកំមុំបានហើយចំណែកឯកូនកំឡោះហ្នឹងគឺឲ្យទូប្រុសរបស់យើងចាត់ចែងទៅចោះទូប្រុសបានប្រាប់ថាគាត់ហ្នឹងមានរឿងបារម្ភមួយទៀតបើសិនជាលោកស្រីផាកបានដឹងថាពួកយើងហ្នឹងគឺជ្រុំជ្រែងជួយការដូរគូហ្នឹងប្រកាសជាលោកស្រីផាកហ្នឹងខឹងជាមិនខានជួនដុកបានតបទៅកាន់ទូប្រុសផងដែរថានាងដឹងច្បាស់ម្ដាយក្មេកប្រកាសជាខឹងប៉ុន្តែទូស្រីបានបន្តផងដែរថាប៉ុណ្ណឹងគឺនាងអស់ចិត្តហើយឲ្យតែយាយជីនហ្នឹងអាចរៀបការជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់បានទូប្រុសបាននិយាយទៅកាន់ទូស្រីផងដែរថាបន្ទាប់ពីកម្មវិធីការចប់ពួកយើងគួរតែរត់ចាក់ចេញពីផ្ទះហ្នឹងទៅស៊ុនដុកហ្នឹងក៏អូខេដែរបាននិយាយថាបន្ទាប់ពីកម្មវិធីហ្នឹងចប់នាងក៏យល់ព្រមតាមអ្វីដែលទូប្រុសយើងស្នើសុំកលេចមើលសារកម្មវិធីការនេះវិញហ្នឹងគឺព្រះរាជារបស់យើងបានមានបន្ទូលផងដែរថាទ្រង់ពិតជាសប្បាយបន្តិចមែនតើដែលសម្ដេចយ៉ាងកាញ្ចាហ្នឹងបានរៀបចំមង្គលការរបស់កូនស្រីមេសាំងឈុនហើយវាក៏ជាបញ្ជារបស់ព្រះរាជាផងដែរដូច្នេះហើយសូមឲ្យអ្នកទាំង
អស់គ្នាសប្បាយរីករាយចោះហើយនិស្សិតលេខ23ហ្នឹងគេក៏បានរៀបការផងដែរបាទនិយាយទៅគឺព្រះរាជាយិត្តហ្នឹងគឺមានបន្ទូលផងដែរថាអាហារដែលត្រូវជប់លៀងកម្មវិធីទាំងអស់ហ្នឹងគឺព្រះរាជាប្រទានមកណាដែលអាចអនុញ្ញាតឲ្យភ្ញៀវទាំងអស់ហ្នឹងចូលរួមយ៉ាងរីករាយតែម្ដងលោកម្ចាស់គីមហ្នឹងបានទូលថ្វាយថាអញ្ចឹងកម្មវិធីគួរតែចាប់ផ្ដើមឲ្យព្រះអង្គម្ចាស់រាជយិត្តយើងឃើញថាលោកសីផាហ្នឹងក៏បានដើរចេញពីកម្មវិធីហ្នឹងឯងអូបងព្រមទាំងអ្នកបម្រើលោកសីផាហ្នឹងគឺបានយកឈុតមករៀងខ្លួនជួបគ្នាណាយើងឃើញថាភ្ញៀវហ្នឹងកំពុងតែឆ្ងល់ហើយអ្វីបានជាពួកគេហ្នឹងក្រចេញមកម្លេះព្រោះថាកម្មវិធីចាប់ផ្ដើមហើយធ្វើឲ្យលោកម្ចាស់គីមហ្នឹងបានយកមកស្រែកលោឡាថាហេតុអ្វីបានជាបណ្ដោយឲ្យព្រះរាជាយិត្តហ្នឹងរងចាំយូរបែបហ្នឹងប៉ុន្តែព្រះរាជាយិត្តបានតបផងដែរថាទ្រង់រងចាំហ្នឹងក៏មិនមាត់ដែរហេតុអ្វីបានជាលោកម្ចាស់គីមលោឡាទៅវិញព្រះរាជាយិត្តបានមានបន្ទូលថានោះកូនកំឡោះគឺបានចេញមកហើយលោកម្ចាស់គីមហ្នឹងគឺបានឈររត់តែម្ដងណាដោយគាត់បាននិយាយថាមិនអាចទៅរួចនោះទេហេតុអ្វីបានជាមានកូនកំឡោះ3ទៅវិញព្រះរាជាយិត្តហ្នឹងបានមានបន្ទូលផងដែរថាលោកម្ចាស់នៅស្ងៀមទៅឆាប់អង្គុយចោះទៅប៉ុន្តែលោកម្ចាស់គីមមិនអស់ចិត្តទេព្រោះគាត់បានគិតហើយថាគាត់ហ្នឹងគឺបានរៀបការនិស្សិតលេខ12ហ្នឹងបានទៅហើយហេតុអ្វីបានជាមាននិស្សិតម្នាក់ទៀតមកអញ្ចឹងហើយយើងឃើញថាកូនកំមុំហ្នឹងគឺក្រចេញមែនតែនដោយសារថាអ្នកដែលត្រូវជំនួសកូនកំមុំនិយាយជាហ្នឹងគឺមិនព្រមចេញក្រៅនោះទេព្រោះថានាងភ័យមែនតែនណារហូតដល់យំទៀតផងលោកសីផាក៏បានចូលមកដល់ហើយឃើញថាសភាពមិនស្រួលហ្នឹងគាត់ខ្លាចថានាងភ័យពេកធ្វើឲ្យបាយការដូច្នេះហើយគឺបានបញ្ជាឲ្យកូនប្រសាស្រីធ្វើជំនួសវិញណាទូស័យរបស់យើងបន្ទាប់ពីស្លៀកពាក់ជាកូនកំមុំហើយហ្នឹងនាងក៏បានដើរជួបជាមួយនឹងកូនប្រុសរបស់នាងដោយកាន់សុកបានសរសើរថាអ្នកម៉ែហេតុអ្វីក៏ស្អាតដូចជាទេពធីតាបែបហ្នឹងស៊ុននុកបានសួរថាទេពធីតាមែនទេកូនប្រុសកាន់សុកហ្នឹងបាននិយាយផងដែរថាអ្នកមីងបានប្រាប់ខ្ញុំហើយអ្នកម៉ែហ្នឹងគឺជាទេពធីតាដែលស្វែងរកគូព្រេងឲ្យគេស៊ុននុកហ្នឹងគឺបាននិយាយផងដែរថាស្មានតែនិយាយជាហ្នឹងដេករហូតមិនបាននឹងនាងនិយាយសោះកាន់សុកបានបន្តសួរផងដែរថាអ្នកម៉ែមានបេសកកម្មដើម្បីផ្គូផ្គងគូស្នេហ៍គេមែនទេទូស័យហ្នឹងបាននិយាយថាត្រូវហើយអ្នកម៉ែជប់គូស្នេហ៍របស់អ្នកមីងឯងឲ្យខ្លាចទៅជាការពិតកាន់សុកបាននិយាយថាអញ្ចឹងគួរតែលោកពូដែលជួយចាប់ត្រីរបស់ខ្ញុំនៅថ្ងៃបុណ្យខែឧសភាហ្នឹងហើយទូស័យបាននិយាយផងដែរថាឃើញទេយាយជាហ្នឹងពិតជាបានកុហកមិនបានទៅជួបជាមួយនឹងអ្នកប្រុសស៊ឺយ៉ូមែនបន្ទាប់មកកូនក្រមុំទាំង3ហ្នឹងក៏បានដើរចូលកម្មវិធីដើម្បីធ្វើការរៀបការណាហើយពួកគេទាំង3ហ្នឹងក៏បានចូលតាមលេខរៀងផងដែរទូស័យព្រមទាំងទូប្រុសហ្នឹងក៏លេខឃើញគ្នាកម្មវិធីក៏បានចាប់ផ្ដើមដោយអនុញ្ញាតឲ្យខាងកូនក្រមុំហ្នឹងធ្វើការគ្រប់ស្វាមីមុនទូស័យបានសឹកសួរថាហេតុអ្វីបានជាលោកម្ចាស់មកកន្លែងហ្នឹងអញ្ចឹងទូប្រុសហ្នឹងក៏បានសួរផងដែរហើយទូប្រុសបានប្រាប់អំពីមូលហេតុអូបងមិនព្រមធ្វើជាកូនកំឡោះចំនួនហ្នឹងឯងទើបគាត់ហ្នឹងសម្រេចចិត្តធ្វើជំនួសទូស័យក៏បានប្រាប់ផងដែរថាហេតុផលនេះហ្នឹងក៏មិនខុសគ្នាដែរព្រោះថាអត់មានអ្នកជំនួសទេបន្ទាប់មកក៏ដល់វេនកូនកំឡោះធ្វើការគ្រប់កូនកំមុំម្ដងអ្នកបម្រើលោកសីផាក៏ដូចជាអ្នកបម្រើរបស់ទូស័យហ្នឹងគឺទៅរកអ្នកនាងយាយជាអ្នកឃើញទេព្រោះថាពួកគេទាំងពីរនាក់គឺបានរត់គេចតែម្ដងណាលោកម្ចាស់គីមហ្នឹងគឺបានហូបស្រាព្រមទាំងអាហារទាំងអត់សប្បាយចិត្តថាគាត់បានរាប់ច្បាស់ណាស់ហេតុអ្វីបានជាមានកូនកំឡោះ3នាក់ព្រោះថាគាត់ហ្នឹងគឺបានរៀបការម្នាក់ដែលជាក្មួយប្រសារបស់គាត់ហ្នឹងបាត់ទៅហើយកូនចៅលោកម្ចាស់គីមបានតបទៅវិញថាលោកម្ចាស់គួរតែឆែកមើលខ្លួនឯងទៅព្រោះថាមើលទៅកម្មវិធីថ្ងៃនេះមិនរលូនទេកូនកំឡោះកូនកំមុំហ្នឹងបែរជាចេញមករៀងយឺតលោកម្ចាស់គីមបាននិយាយផងដែរថាយើងសង្ស័យតែអញ្ចឹងមែនហើយព្រោះថាលោកសីផាហ្នឹងក៏បានចាក់ចេញចំណែកឯសម្ដេចយ៉ាងកញ្ចាហ្នឹងក៏មិនឃើញគាត់ដែរយើងសង្ស័យថាគេនៅកន្លែងណាហើយមើលទៅនោះលោកម្ចាស់គីមហ្នឹងគឺគាត់ចង់ធ្វើបាបទូប្រុសដូច្នេះហើយក៏បាននិយាយថាបន្តិចទៀតគាត់នឹងដើរឆែកទៅតាមបន្ទប់យុនវូក៏បានដើរចូលមកបន្ទប់ទូស្រីដោយឃើញសម្រស់របស់កូនកំមុំហ្នឹងគឺភាំងតែម្ដងហើយទូស្រីបានសួរផងដែរថាអ្នកប្រុសស៊ឺយ៉ូហ្នឹងរកបន្ទប់ឃើញឬទេយុនវូក៏បាននិយាយថាគេរកឃើញហើយស៊ុនដុកបានបន្តផងដែរថាឥឡូវនេះយើងត្រូវការតែយាយជីនព្រមទាំងនិស្សិតលេខ24តែប៉ុណ្ណោះដើម្បីនៅពេលដែលចាស់ទុំលួចមើលដឹងថាពួកគេមកដល់ក្នុងបន្ទប់ណាស៊ុនដុកក៏បានប្រាប់ឲ្យទូប្រុសហ្នឹងអោនក្បាលចូលគ្នាព្រោះមើលឃើញថាអ្នកខាងក្រៅកំពុងតែលួចមើលពួកគេតាមពិតទៅអ្នកលួចមើលហ្នឹងគឺជាក្រុមចៅមហានឹងឯងដែលគេចង់មើលមុខរបស់ស៊ឺយ៉ូណាព្រោះគេល្បីថាកូនប្រុសរបស់លោកមន្ត្រីក្រសួងការពារជាតិហ្នឹងសង្ហាមែនតែនប៉ុន្តែនាងតូចបុកហ៊ីហ្នឹងបានប្រាប់ថាបន្ទប់របស់លោកម្ចាស់កូនមន្ត្រីក្រសួងការពារជាតិនៅខាងណោមិនមែនកន្លែងហ្នឹងនោះទេចំណែកឯដូរីហ្នឹងគឺបាននឹកឃើញអនុស្សាវរីយ៍របស់ខ្លួនជាមួយនឹងស៊ឺយ៉ូដែលធ្វើឲ្យនាងទឹកភ្នែកតែម្ដងបន្ទាប់មកបែរជាឃើញស្រោមជើងរបស់ស៊ឺយ៉ូចូលមកដល់ដូរីបានសួរផងដែរថាតើលោកប្រុសចូលមកបន្ទប់នេះធ្វើអ្វីស៊ឺយ៉ូបាននិយាយថាចាំខ្ញុំបញ្យល់ពេលក្រោយប៉ុន្តែឥឡូវឲ្យខ្ញុំដោះផ្កាពីលើក្បាលហ្នឹងសិនទៅបន្ទាប់មកដូរីហ្នឹងក៏បានដោះខ្លួនឯងព្រោះវាលឿនជាងស៊ឺយ៉ូដោះឲ្យដោយស៊ឺយ៉ូបាននិយាយថាកុំអាសួរអីស្ដាប់សិនទៅប្តីឲ្យធ្វើអ្វីធ្វើតាមហ្នឹងណាដូរីបាននិយាយផងថាប្តីយ៉ាងម៉េចទៅស៊ឺយ៉ូគឺបានបបួលដូរីហ្នឹងឲ្យមើលទៅទ្វារដោយនាងបាននឹកឃើញសម្ដីរបស់ទូស្រីប្រាប់ថាមិនថាមានរឿងអីកើតឡើងឯនៅក្នុងបន្ទប់ហ្នឹងនៅពេលដែលគេលួចមើលគឺទៅសម្លឹងទៅកាន់ទ្វារដើម្បីឲ្យពួកគេដែលលួចមើលហ្នឹងបញ្ជាក់ថាពួកគេទាំងពីរនាក់ហ្នឹងគឺបានរៀបការជាមួយគ្នាហើយពួកគេនៅក្រៅបាននិយាយថាគូស្នេហ៍នេះពិតជារ៉ូមែនទិកមែនតែនប៉ុន្តែហេតុអ្វីបានជាអ្នកនាងដូរីទៅវិញអញ្ចឹងតើកូនលោកមន្ត្រីក្រសួងការពារជាតិរៀបការជាមួយអ្នកនាងដូរីមែនទេចុះតើនរណាគឺជាស្វាមីរបស់អ្នកនាងយាយជីនលោកម្ចាស់គីមហ្នឹងក៏បានមកដល់ផងដែរដូរីនៅខាងក្នុងបានសួរថាតើយើងត្រូវសម្លឹងមើលទ្វារយូរដល់ពេលណាស៊ឺយ៉ូហ្នឹងបាននិយាយថាអូអញ្ចឹងយើងគួរតែឈប់ទៅបន្ទាប់មកហ្នឹងគឺគាត់បានបញ្យល់ទៅកាន់ដូរីថា
រឿងគឺវាអញ្ចែប៉ុន្តែលោកម្ចាស់គីមបានស្រែកថាបើធ្វើអ្វីហ្នឹងឆាប់បញ្ឈប់ភ្លាមព្រោះគាត់ហ្នឹងគឺត្រូវការឆែកមកកូនកំឡោះទើបស៊ឺយ៉ូហ្នឹងបាននិយាយថាឆាប់ស្ដាប់តាមខ្ញុំភ្លាមទៅឲ្យធ្វើអ្វីធ្វើហ្នឹងទៅព្រោះថាយើងអត់មានឱកាសបែបហ្នឹងនោះទេគ្រាន់តែលើបែបហ្នឹងភ្លាមយើងឃើញថាដូរីហ្នឹងគឺបានទាញស៊ឺយ៉ូថាតែម្ដងស្របពេលដែលលោកម្ចាស់គីមហ្នឹងបើកទ្វារយើងដឹងហើយថាមាត់ដូរីហ្នឹងគឺមិនសូវព្រោះប្រហែលទេនាងក៏បានស្អីឲ្យថាកាចាស់ហើយភ្លីភ្លើហើយអ្វីបានជាបើកចំពេលគេផ្សំតន័យបែបហ្នឹងហើយនាងហ្នឹងគឺបានស្រែកជេរមកតំហឹងតែម្ដងដែលធ្វើឲ្យលោកម្ចាស់គីមហ្នឹងដើរចេញទៅវិញដល់និយាយថាតាជាតិរបស់គាត់ហ្នឹងហូរឈាមតែម្ដងពេលនេះចំណែកឯលោកស្រីផាក់ហ្នឹងគឺបានរងចាំផ្លូវរបស់យាយជីនស្របពេលអ្នកបម្រើបានមកប្រាប់ផងដែរថាលោកស្រីវីវ៉ាហាលោកម្ចាស់គីមគឺបានដើរឆែកតាមបន្ទប់រងមកកូនកំឡោះហើយបើគូស្នេហ៍របស់ស៊ុនគូកាន់តែរ៉ូមែនទិកព្រោះថាសាំស៊ុនអត់រងចាំយូរទេបានដល់សម្លៀកបំពាក់តែម្ដងណាមានតែស៊ុនគូទេគាត់អៀននោះបន្ទាប់មកនាងក៏បាននិយាយថាឃើញទេវាគឺជាឈុតដែលនាងសរសេរក្នុងប្រឡោមលោកព្រោះថាឈុតហ្នឹងគឺមានតែសម្រាប់ស៊ុនគូម្នាក់ប៉ុណ្ណោះស្របពេលហ្នឹងផងដែរលោកម្ចាស់គីមហ្នឹងគឺបានបើកទ្វារមកឃើញថាពួកគេកំពុងតែអោបគ្នាដោយស៊ុនគូហ្នឹងគឺបានយកចង្កឹះបុកទៅអញ្ចាំងតែម្ដងធ្វើឲ្យលោកម្ចាស់គីមក៏ខ្លាចផងដែរហើយគាត់ក៏បានចាក់ចេញមកវិញចំណែកឯគូតួប្រុសស្រីរបស់យើងហ្នឹងគឺកំពុងថាឲ្យគាត់ហ្នឹងដោះមកកត់ផ្កាហ្នឹងទៅប៉ុន្តែតួស្រីបាននិយាយថាទុកឲ្យគាត់ដោះខ្លួនឯងវិញព្រោះថាតួប្រុសហ្នឹងគឺមិនដែលបានធ្វើនោះទេតួស្រីហ្នឹងគឺបានបបួលតួប្រុសឲ្យដូរសម្លៀកបំពាក់ទៅប៉ុន្តែស្របពេលហ្នឹងយើងឃើញថាលោកម្ចាស់គីមហ្នឹងគឺបានមកដល់បន្ទប់របស់គេហើយក៏បានស្រែកថាចង់ចូលទៅឆែកមើលអញ្ចឹងណាអេដមីនក៏សូមធ្វើការឆ្លើយតាមនេះសិនចង់ដឹងថាភាគបញ្ចប់ដែលជាភាគទី16ហ្នឹងមានរឿងអ្វីកើតឡើងហើយអេដមីនក៏សូមធ្វើការខន្តីអភ័យទោសដល់កំហុសឆ្គងនានាអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ